បាទសួស្តីកូនៗទាំងអស់គ្នាបាទថ្ងៃនេះយើងវិលមកជួបគ្នាទៀតហើយទាក់ទងជាមួយនឹងការរៀនចែកលេខណាបាទសម្រាប់កម្រិតដំបូងហើយថ្ងៃនេះផងដែរលោកគ្រូនឹងបង្រៀនកូនៗទាំងអស់គ្នាទាក់ទងជាមួយនឹងការចែកលេខសម្រាប់អឺកូនៗដែលរៀននៅថ្នាក់ទី3បាទឥឡូវកុំឲ្យខាត់ពេលយូរយើងចូលទៅមើលលំហាត់ទាំងអស់គ្នានៅក្នុងប្រមាណវិធីឬក៏មេរៀនចែកលេខហ្នឹងគឺនៅក្នុងថ្នាក់ទី3យើងមាននៅទំព័រទី90ទំព័រទី92ហើយនិងទំព័រទី94បាទអញ្ចឹងយើងមើលទំព័រទី90ទាំងអស់គ្នាបាទក្នុងទំព័រទី90នេះយើងមានលំហាត់បាទ1 2បាទហើយនៅក្នុងមួយនេះមានកខជាដើមណាបាទអញ្ចឹងយើងមើលកទាំងអស់គ្នាបាទលំហាត់កគេឲ្យយើងធ្វើអីគេបាទគឺការចែកលេខ51ចែកនឹង6បាទ51ចែកនឹង6តោះអញ្ចឹងយើងរៀនចែកទាំងអស់គ្នាបាទ51ចែកនឹង6បាទតោះអញ្ចឹង51ចែកនឹង6យើងពិនិត្យមើលតើត្រូវទេបាទត្រូវណាតើអញ្ចឹងយើងរៀនចែកទាំងអស់គ្នាដំបូងកូនត្រូវកាត់ចូលមួយខ្ទង់សិនកូនបាទមូលហេតុអីបើយើងត្រូវកាត់ចូលមួយខ្ទង់កូននៅចាំទេបាទយើងកាត់ចូលមួយខ្ទង់ដោយសារខាងនេះវាមានតែមួយខ្ទង់ហើយខាងនេះមានពីរខ្ទង់ដូច្នេះយើងត្រូវកាត់យកមួយខ្ទង់តាមខាងនេះណាអញ្ចឹងយើងកាត់មកបានលេខ5បាទបន្តមកទៀតយើងមើលតម្លៃខ្ទង់បន្ទាប់ពីយើងកាត់ហើយតើខ្ទង់នឹងអាចចែកបានទេបាទអត់បានទេដោយសារតែវាតូចជាងទូចែកបើវាតូចជាងតួចែកអញ្ចឹងកូនត្រូវរំកិលកាត់ខ្ទង់ហ្នឹងទៅជា2វិញណាយើងយក2ខ្ទង់កូនតន់ទេបាទអញ្ចឹងឥឡូវយើងកាត់2ខ្ទង់ទៅបាន51បាទអញ្ចឹង6ប៉ុន្មានដងស្មើនឹង51បាទតោះអញ្ចឹងយើងកំណត់ផលចែកមកតើ6ប៉ុន្មានដងស្មើនឹង51តើយើងមើលមេ6ទាំងអស់គ្នានេះយើងមើលបញ្ជូខាងនេះលទ្ធផលខាងនេះឃើញមាន54ហើយនិង48ចំណែក51អត់មានទេអញ្ចឹងកូនត្រូវយកចន្លោះហ្នឹងកូនចន្លោះហ្នឹងព្រោះ51វាស្ថិតនៅក្នុងចន្លោះហ្នឹងអញ្ចឹងយើងយក8ដងឬក៏9ដងបាទបើ8ដង48បើ9ដង54លើកណាអញ្ចឹងតាមវីដេអូដែលលោកគ្រូត្រូវបានណែនាំពីមុនមកគឺកូនត្រូវជ្រើសរើសបាទយកតម្លៃបាទហើយឬក៏តិចជាងកូនតិចជាងអត់យកច្រើនជាងទេអញ្ចឹងគឺយក45 8អញ្ចឹងយើងមើល6ម៉ានដង6 8ដង48អញ្ចឹង8ដង6 8ដង48អញ្ចឹង8ដងយើងដាក់មកខាងក្រោមនេះមកយើងដាក់8ដងមកកូនតើនេះបាទបន្តមកទៀតយើងគណនាផលគុណ6 8ដងប្រមាណយើងយកមកដាក់ខាងក្រោមនេះណាតោះ6 8ដង48បាទអញ្ចឹង48យើងយកមកដាក់ខាងក្រោមនេះមកលេខ8និងដាក់លេខ4តមកទៀតនឹងធ្វើអីគេកូនគណនាផលដកបាទដាក់ដកមកហើយយើងដាក់របាមកបន្តនេះបាទតមកយើងធ្វើការដកមកដកខ្ចីកូនដកខ្ចីបាទអញ្ចឹងឥឡូវ1ដក8អត់កើតទេអញ្ចឹងយើងត្រូវខ្ចីពី5បាទកាលណាយើងត្រូវខ្ចីពី5បាទអញ្ចឹង5នេះវាត្រូវនៅសល់តែ4ទេបាទហើយខាងនេះបាទកាលណាយើងខ្ចី1មកលេខ1មកវាខ្ចីពីខ្ទង់10មកអញ្ចឹងវាឡើងអានេះមួយទៀតគឺ10 11កូនបាទកូនតាន់កន្លែងនឹងអីកូនតាន់នេះបាទអញ្ចឹងយើងចាប់ផ្ដើមដកមក11ដក8នៅសល់ប៉ុន្មានកូន11ដក8បាទគឺនៅសល់3បាទគឺនៅសល់3តទៀតបាទ4ដក4ព្រោះ5នេះអត់ដកឯណាព្រោះយើងខ្ចីហើយ4ដក4នៅសល់ប៉ុន្មានកូនបាននៅសល់0កូនតាន់ទេបាទអញ្ចឹង51បាទ51បាទចែកនឹង6ចម្លើយឃើញ8សំណល់សល់3តាន់ទេកូនបាទបែបហ្នឹងតោះឥឡូវយើងបន្តទៀតលោកគ្រូសូមធ្វើការលុបចេញអត់តា
យើងចាំមកផ្លេតលោកគ្រូដាក់វាទៅគៀនសិនចាំដល់ពេលលោកគ្រូត្រូវការប្រើចាំលោកគ្រូយកមកប្រើវិញណាចាជាស្អីផងតោះយើងបន្តទៀតកូនចូលដល់ខ្ទង់ខវិញម្ដងខ្ទង់ខម៉ាកូន83ចែកនឹង4តោះ83ចែកនឹង4អញ្ចឹងយើងចាប់ដើមមើលខ្ទង់អានេះ2ខ្ទង់អានេះ1ខ្ទង់អញ្ចឹងត្រូវកាត់យក1ខ្ទង់ហើយមើលតម្លៃខ្ទង់តើពីយើងកាត់8អាចចែក4បានទេបាទអាចចែកបានដោយសារអីដោយសារតែ8ធំជាង4កូនធំជាង4ដូច្នេះយើងចាប់ដើមមើលលេខសម្រាប់8គឺសម្រាប់លេខ4នេះហើយបន្តមកទៀតយើងចាប់ដើមកំណត់ផលចែកតើ4ប៉ុន្មានដងស្មើនឹង8អញ្ចឹងយើងចាប់ដើមមើលមេ4បាទកន្លែងមេលេខនេះកូនអាចរៀនធ្វើម៉េចឲ្យចាំណាកូនបាទ4ប៉ុន្មានដងស្មើនឹង8កូន4ប៉ុន្មានដងកូនឃើញអនេះលទ្ធផល4 2ដងស្មើនឹង5 8អញ្ចឹងកូនដាក់2ដងមកនេះ2ដងឡើងដាក់2ដងបាទ4 2ដង8យើងចាប់ផ្ដើមគណនាផលគុណ4 2ដង8យើងសេលេខ8នៅខាងក្រោមលេខ8តាមទៀតយើងធ្វើប៉ុន្មានវិធីគេបាទប៉ុន្មានវិធីដកបាទតោះហើយយើងចាប់ផ្ដើមមក8ដក8នៅសល់ប៉ុន្មានកូន8ដក8សល់ប៉ុន្មានបាទនៅសល់0បាទនេះសំណល់ត្រូវអត់យើងមើលពិនិត្យសំណល់ចែកនេះត្រូវទេបាទត្រូវពីព្រោះអី0តូចជាង4កុំឲ្យតែសំណល់នេះឧទាហរណ៍ថាសល់5អីអញ្ចឹងអត់ត្រូវទេណាកូនឬក៏សល់4អីក៏អត់ត្រូវដែរអញ្ចឹងត្រូវតែតិចជាង4ណាតបន្តមកទៀតកូនទៅធ្វើមិនទៅយើងមើលមានលេខណាដែលត្រូវទម្លាក់ទៀតទេបាទគឺលេខ3អញ្ចឹងកូនទម្លាក់លេខ3នេះមកបាទកាលណាកូនទម្លាក់លេខ3នេះមកណាតើវាជាសំណល់ឬក៏តំណាងចែកបាទវានៅកន្លែងនេះវាមិនមែនជាសំណល់ទេសំណល់គឺសល់បន្ទាប់ពីការដកប៉ុន្តែយើងទម្លាក់លេខ3នេះមកវាអត់មានជាសំណល់ទេវាគឺជាតំណាងចែកកូនតន់អីចឹងបាទអញ្ចឹងមិនមែនសំណល់3ទេណាតើសំណល់ជាសំណល់បែបណាសំណល់គឺជាសំណល់ដែលយើងសល់បន្ទាប់ពីធ្វើការដកហើយអា3នេះអត់តន់ដកអតោះអញ្ចឹងយើងចាប់ដើមវាជាតំណាងចែកអញ្ចឹងតើ4ប៉ុន្មានដងបាទ4ប៉ុន្មានដងស្មើនឹង3មានអត់កូនឯងមើលនៅក្នុងតារាងមានអត់មាន4ប៉ុន្មានដងស្មើ3មានទេអត់មានទេបាទបើអត់មានទេយើងយក0ដងណាបាទ4 0ដង0ដាក់ពីក្រោមលេខ3ហ្នឹងមកកូនរួចហើយយើងធ្វើប្រមាណវិធីដកហើយយើងដាក់របាវាមកបាទតោះ3ដក0នៅសល់ប៉ុន្មានកូនបាទ3ដក0នៅសល់3កូនតន់ទេ3ដក0នៅសល់3កូនតន់កន្លែងហ្នឹងឯងបាទអញ្ចឹង3នេះគឺជា3សំណល់ចំណែក3នេះមិនមែនជា3សំណល់ទេគឺជា3តំណាងចែកកូនតន់កន្លែងហ្នឹងឯងតោះអញ្ចឹងយើងមានអីទម្លាក់ទៀតអត់មានទេអញ្ចឹងចម្លើយរបស់យើង83ចែកនឹង4ស្មើ20សំណល់សល់3កូនតន់ទេ83ចែកនឹង4ចម្លើយ20បាទសំណល់សល់3តាយើងចូលបន្តទៀតលោកគ្រូសូមធ្វើការលុបចេញសិនបាទហើយយើងគ្រូចាំកន្លែងបន្តិចដែរណាកូនយើងរងចាំអត់មុតបន្តិចលោកគ្រូព្យាយាមចង់ធ្វើឲ្យកូនបានចេះទាំងអស់គ្នាតាក់ទងជាមួយនឹងការចែកលេខបាទតោះអញ្ចឹងយើងចាប់ផ្ដើមមើលបន្តទៀតបាទលំហាត់គោបាទលំហាត់គោគឺ75ចែកនឹង7តោះ75ចែកនឹង7ចឹងយើងដឹងហើយជាទម្លាប់របស់យើងគឺត្រូវមើលខ្ទង់នេះ2ខ្ទង់1ខ្ទង់បើ1ខ្ទង់ចេះយើងកាត់យកតែមួយខ្ទង់បន្ទាប់ទៀតមើលតម្លៃតើអាចចែកបាន7អញ្ចឹងមានន័យថាអាចចែកបានព្រោះវាស្មើគ្នាកុំឲ្យតែខាងនេះវាតិចជាងណាបើតិចជាងអត់អាចចែកបានទេខាងតំណាងចែកនេះតិចជាងណា
បាទអញ្ចឹងបើស្មើនឹងទូចែកទេអាចចែកបានតោះតមកទៀតយើងមើលលេខសម្រាប់លេខ7សម្រាប់លេខ7នឹងហើយបន្តទៀតយើងកំណត់ផលចែកកូនតើកន្លែងផលចែករបស់យើងនឹងយើងដាក់ប្រមាណតោះអញ្ចឹងយើងមើលមេ5មេ7ទាំងអស់គ្នា7ប៉ុន្មានដងឲ្យស្មើនឹង7បាទក្នុងលេខភ្លាមឃើញហើយណានេះ7ម្ដង5 2អញ្ចឹងម្ដងនេះយើងសេមកន្លែងមក1ដង7 1ដង7ហើយយើងទៅសេលេខ7នៅកន្លែងនេះកូនអត់ទៅសេនៅខាងក្រោមនេះទេណាអត់ទៅសេនៅខាងក្រោមនឹងទេកូនតន់ទេពីព្រោះយើងកាត់ខ្ទង់ត្រឹមហ្នឹងគឺយើងដាក់វានៅខាងក្រោមនេះអានេះអត់តន់គណនាវាទេតោះតាមទីយើងធ្វើប្រមាណវិធីបាទដកនេះដាក់មកកូន7ដក7នៅសល់ប៉ុន្មានកូន7ដក7សល់ប៉ុន្មានគិតមើលបាទគឺនៅសល់0បាទបន្តមកទៀតយើងត្រូវធ្វើម៉េចបាទពិនិត្យមើលសំណល់តើសំណល់យើងត្រូវទេបាទសំណល់នេះត្រូវហើយបាទពីព្រោះ0ទៅជាង5 7កុំឲ្យតែសំណល់នេះធំជាង5 7កន្លែងនេះណាតោះអញ្ចឹងបន្តទៀតយើងមានលេខណាដែលត្រូវចែកទៀតបាទមានគឺលេខ5អញ្ចឹងយើងបាទដាក់5នោះចុះមកក្រោមមកបាទតោះអញ្ចឹងលោកគ្រូស៊ូបញ្ជាក់ម្ដងទៀតតើ5នេះជា5សំណល់ឬក៏ជា5តំណាងចែកកូននៅចាំអីមិញបាទពាក្យថាសំណល់គឺសល់បន្ទាប់ពីធ្វើការដករួចរាល់បានគេហៅថាសំណល់ចុះ5នេះដករួចរាល់នៅបាទអញ្ចឹងអត់ទាន់ដកទេយើងអត់ទាន់ដកវាទេបាទតោះអញ្ចឹងយើងចាប់ដើមគណនារបស់វាតោះអញ្ចឹងយើងមើលលេខសម្រាប់របស់វាលេខ5សម្រាប់លេខ7ហើយសួរថាតើ7ប្រមាណដងឬក៏7ប្រមាណដងស្មើនឹង5បាទ7ប្រមាណដងស្មើ5អញ្ចឹងយើងមើលមានអត់កូនអត់មានទេមែនទេអញ្ចឹងយើងយក0ដងកូនយក0ដងបាទយក0ដងមក7 0ដងមែនបាទចំនួនដែលគុណនឹង0ឬក៏0ទៅគុណនឹងចំនួនប៉ុន្មានគឺ0ទាំងអស់កូន7 0ដង0រួចហើយធ្វើប៉ុន្មានវិធីអីបាទប៉ុន្មានវិធីដកបាទរួចហើយយើងដាក់រូបបាមកបាទ5ដក0សល់ប៉ុន្មានកូនបាទ5បាទមានអីតម្លាក់ទៀតទេកូនបាទអត់មានទេហើយលោកគ្រូបញ្ជាក់ប្រាប់ម្ដងទៀត5កន្លែងនេះបានជាតំណាងចែកប៉ុន្តែ5កន្លែងនេះគឺជាសំណល់ព្រោះអីវាសល់បន្ទាប់ពីយើងដករួចរាល់បានគេហៅថាសំណល់អញ្ចឹងប្រធានរបស់យើងគឺ75ចែកនឹង7បាទស្មើនឹង10បាទសំណល់5ម្ដងទៀត75ចែក7បាទផលចែកគឺឃើញ10ហើយសំណល់5បាទតោះអញ្ចឹងឥឡូវលោកគ្រូសូមធ្វើការលុបចេញព្រោះយើងចូលទៅវីដេអូលំហាត់បន្តទៀតព្រោះយើងនៅសល់ច្រើនបាទសល់ច្រើនខ្ទង់ដែរលោកគ្រូព្យាយាមធ្វើវីដេអូឲ្យបានច្រើនបាទទាក់ទងជាមួយនឹងការចែកលេខណាតោះបន្តទៀតកូនយើងមើលបន្តទៀតនៅសល់3ខ្ទង់ទៀតណា63ចែកនឹង8តើកូន63ចែកនឹង8កូនដឹងហើយតាមការណែនាំរបស់លោកគ្រូបើឃើញ2ខ្ទង់អានេះ1ខ្ទង់អញ្ចឹងយកតាមនេះ1ខ្ទង់កាត់យក1ខ្ទង់មកកូនកាត់1ខ្ទង់មកយើងបានប៉ុន្មានបាន6អានេះ8តើអាចចែកបានទេបានអត់បាទបានទេពីព្រោះអី6នៅតែតូចជាង8ដូច្នេះយើងរំកិលបាទរំកិលខ្ទង់វាកាត់យក2ខ្ទង់តែម្ដងមកតោះអញ្ចឹងយើងចាប់ផ្ដើមបាទមើលលេខសម្រាប់របស់វាលេខ63សម្រាប់លេខ5 8ហើយកំណត់ផលចែករបស់វាមកកូនតើ8ប៉ុន្មានដងស្មើនឹង63នេះ8ប្រមាណដងស្មើនឹង63នេះតោះអញ្ចឹងយើងមើលមេ8ទាំងអស់គ្នាបាទតោះ8ប្រមាណដងស្មើ63កូនមានអត់មានទេមាន64និង56នេះ8 7ដង56 8 8ដង64អញ្ចឹងអត់មានទេវាមានតាលើសណា64យកអត់កូនតាមការណែនាំដែលលោកគ្រូបានផ្លប់ប្រាប់កូនយកអត់បាទយកទេឥឡូវហើយយើងយកបាទគៀកបាទក្រោមហ្នឹងណាអញ្ចឹងគឺ55មួយអញ្ចឹងយើងយកមកដងគឺ7ដងអញ្ចឹងយើងដាក់7ដងមកកូនបាទបន្តទៀតយើងចាប់ដើមគណនាផលគុណមកបាទគណនាផលគុណ8 7ដងនេះ8 7ដងម៉ែន56អញ្ចឹងគុណទៅសេលេខ55 1
បាទក្រោមលេខ63នឹងមកណាតាមទៀតយើងធ្វើប្រមាណវិធីដកដាក់របាមកកូនដកមកតោះចាប់ដាក់ដកមកកូនតោះ3អាចដក6បានទេកូនបាទអត់ទេអញ្ចឹងត្រូវធ្វើម៉េចបាទត្រូវខ្ចីពី6នេះទៅអញ្ចឹង6នេះយើងខ្ចីទៅ6នៅសល់ប៉ុន្មានបានសល់តែ5ទេព្រោះយើងខ្ចីក្នុង10អញ្ចឹងវាឡើង10ម៉ានបាទឡើង10 13អញ្ចឹង13 13ដក6សល់ប៉ុន្មានប៉ុណ្នេះ13ដក6សល់ប៉ុន្មានសល់ប៉ុន្មានកូនបាទគឺសល់5 7គឺសេម្ដងទៀតបាទគឺសល់5 7កន្លែងនេះវិញ5ដក5សល់ប៉ុន្មានបាទសល់0បាទអញ្ចឹងយើងមើលមានអីត្រូវចែកទៀតទេកូនមានអត់មានអីត្រូវទម្លាក់ទៀតទេបាទអត់មានទេបាទអញ្ចឹងនេះគឺជាសំណល់របស់យើងហើយណាគឺសំណល់សល់បន្ទាប់ពីយើងធ្វើការដកហើយតោះអញ្ចឹងធាតុរបស់យើងបាទ63ចែក8បាទផលចែករបស់យើងគឺឃើញ7ឬក៏ចម្លើយរបស់យើងឃើញ7ហើយសំណល់នៅសល់7កូនតន់ទេបាទឥឡូវលោកគ្រូសូមធ្វើការលុបចេញយើងចូលទៅបន្តទៀតបាទយើងចូលបន្តទៀតតាដល់ខ្ទង់ណាហើយមិញដល់អញ្ចឹងកូនមើលទាំងអស់គ្នាមិញដល់ខ្ទង់ណាបាទនេះចាប់ផ្ដើមដល់ខ្ទង់ងវិញម្ដងនេះកូនងគឺប៉ុន្មាន49ចែកនឹង8តា49ចែកនឹង5 8តោះកូនតាអញ្ចឹងយើងកាត់យកប៉ុន្មានខ្ទង់តាមការណែនាំរបស់លោកគ្រូបាទកាត់យកមួយខ្ទង់ពីព្រោះអីខាងនេះមួយខ្ទង់អញ្ចឹងយើងកាត់យកមួយខ្ទង់ដែរប៉ុន្តែកូនកាត់ខ្ទង់ហើយកូនមើលតម្លៃខ្ទង់របស់វាដែលយើងកាត់នឹងបាទ4អាចចែក8បានទេកូនអត់ទេបាទអញ្ចឹងធ្វើមិនទៅដើម្បីអាចចែកបានបាទគឺរំកិលខ្ទង់វាទៀតដោយសារអីយើងកាត់ខ្ទង់ហើយវាអាចចែកបានណាបើវាអាចចែកបានយើងចែកតែបើចែកបានទេយើងត្រូវរំកិលខ្ទង់នឹងបាទអញ្ចឹងឥឡូវ49ចែកនឹង5 8យើងមើលលេខសម្រាប់ហ្នឹងបាទ49គឺសម្រាប់លេខ5 3ហើយយើងកំណត់ផលចែកតើ8ប៉ុន្មានដងស្មើនឹង49កូនតោះឥឡូវគុណលេខមើលខាងនេះ49មានទេអត់មានទេមានតែ48មាន56តែយើងគួរយកអាមួយណាកូនយក8 6ដងឬក៏យក8 7ដងបើយក8 7ដង56យក8 6ដង48 48តិចជាង49ចំណែក56គឺលើសអញ្ចឹងយើងយកមួយណាបាទគឺយកអាតិចជាងបាទនេះគឺយក6ដងអញ្ចឹង6ដងកូនសេកន្លែងនេះមកសេលេខ6មកតាមមកទៀតយើងគណនាផលគុណបាទ8 6ដងស្មើប៉ុន្មានបាទ8 6ដងស្មើ45 3យើងសេត្រូវខ្ទង់វាមកណាតាមទីយើងធ្វើប្រមាណវិធីដកមកកូនដកមក9ដក8នេះ9ដក8នៅសល់ប៉ុន្មានកូននៅសល់1 4ដក4នៅសល់ប៉ុន្មាននៅសល់0បាទអញ្ចឹងយើងមានអីចែកបន្តទៀតទេអត់មានទេហើយអត់មានអីត្រូវទម្លាក់ទៀតទេណាអញ្ចឹងនេះ49ចែកនឹង8បាទផលចែកស្មើនឹង6សំណល់សល់1មិនតាន់ទេបាទតោះឥឡូវលោកគ្រូសូមធ្វើការលុបចេញហើយបើគុណមើលអត់តាន់ទេគុណអាចសារក្រោយបន្តិចមិនណាដោយសារអីលោកគ្រូចង់ធ្វើវីដេអូវិញទេព្រោះវាពិបាកក្នុងការផុសបន្តទៀតយើងមើលបន្តទៀតបាទនៅបញ្ចប់ខ្ទង់ចបាទ89ចែកនឹង9តាកូនរៀនចែកទាំងអស់គ្នាមក89ចែកនឹង5 9បាទតោះអញ្ចឹងតាមការណែនាំលោកគ្រូឲ្យធ្វើម៉េចកូនគឺកាត់ខ្ទង់កាត់បាននេះដោយសារនេះមកខ្ទង់អញ្ចឹងក៏កាត់អានេះតែមួយខ្ទង់ដែរនេះហើយកាត់ខ្ទង់ហើយយើងចាប់ដើមមើលតម្លៃតើកាត់ខ្ទង់នឹងអាចចែកនឹង9បានអត់បាទអត់ទេមូលហេតុអី8តិចជាង5 9អញ្ចឹងយើងត្រូវកាត់បានខ្ទង់បាទត្រូវកាត់យក2ខ្ទង់បានអាចចែកបានបាទពេលនេះ89ចែកនឹង5 9ណាតាមទីយើងចាប់ផ្ដើមកំណត់ផលចែកតើ9ប៉ុន្មានដងស្មើនឹង89 9ម៉ានដងស្មើ89កូនមើលឥឡូវយើងមើលមេ9បាទ9ម៉ានដងស្មើ89មានអត់អត់មានទេយើងមើលខាងនេះមានតែ81និង9គត់តែយើងយកណា89
81 72 81 9 គុតឥឡូវកូនមើលមួយណា89នៅចន្លោះនេះមែនអត់បាទបើចន្លោះហ្នឹងតែយើងគួរយក81បាទយក9 9 ដងឬយក9 10 ដងបាទគឺត្រូវយក9 9 ដងកូនអញ្ចឹងយើងដាក់9 ដងមកបាទណា9 9 ដងហ្មងជាគណនាផលគុណណា9 9 ដងគឺ80ម៉ាននេះ81ណាចឹង81សេលេខ81មករួចហើយធ្វើម៉ានធីអីគណនាផលដកគឺចាប់ដើមដកមកកូនតោះចាប់ដើមមកតោះដកមក9ដក1សល់ប៉ុន្មានបាទ8តមកទៀត8ដក8សល់ប៉ុន្មានសល់0បាទតើយើងមានអីតម្លាក់ទៀតទេកូនមានអីអត់មានទេបាទអត់មានទេណាអត់មានទេបាទអញ្ចឹងទានរបស់យើង89ចែកនឹង9ផលចែករបស់យើងឬក៏ចម្លើយរបស់យើងឃើញ9តែសំណល់សល់8បាទតោះអញ្ចឹងលោកគ្រូសូមបញ្ចប់វីដេអូនឹងត្រឹមតែប៉ុណ្្នឹងណាលោកគ្រូសូមបញ្ចប់វីដេអូនឹងត្រឹមតែប៉ុណ្្នឹងហើយជួបគ្នានៅក្នុងវីដេអូក្រោយលោកគ្រូនឹងធ្វើកំណែជាបន្តទៀតតាក់ទងជាមួយនឹងបាទកំណែលេខ2កន្លែងនេះខ្លួនលំហាត់លេខ2ណាមើលនៅក្នុងនោះបាទលោកគ្រូក៏សូមអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់លោកគ្រូហើយក៏សូមអរគុណទៅដល់អាណាព្យាបាលទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ជំរុញកូនឲ្យរៀនជាមួយនឹងវីដេអូរបស់ខ្ញុំបាទទាំងគណិតទាំងភាសាខ្មែរទាំងចម្រៀងទាំងការសរសេរអីផ្សេងទៀតនៅក្នុង channel របស់ខ្ញុំបាទសូមអរគុណច្រើនបាទសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណបាទខ្ញុំបាទសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទហើយកុំភ្លេចជួយចុចពាក្យ Subscribe នៅលើ Channel របស់ខ្ញុំបាទដើម្បីទទួលបាននូវវីដេអូសិក្សាជាបន្ថែមទៀតបាទសូមអរគុណ